បាទជំរាបសួរបងប្អូនទាំងអស់គ្នាអញ្ចឹងនៅក្នុងវីដេអូនេះគឺយើងនឹងមកដឹងទាំងអស់គ្នាតាក់ទងទៅនឹងរបៀបក៏ដូចជាវិធីសាស្ត្រនៅក្នុងការលេង Cash Flow Game Online អញ្ចឹងដើម្បីយើងអាចលេង Cash Flow Game Online ទី1គឺយើងត្រូវដឹងអំពីកតារ Game ហើយតួនាទីនៃការនីមួយៗបន្តមកទៀតយើងធ្វើការជ្រើសរើស Stream របស់យើងដែលយើងឃើញ board នៅកន្លែងនេះហើយនឹងអីដែលសំខាន់បំផុតគឺយើងត្រូវចេះ read តាក់ទងទៅនឹង Financial Statement តាមពិតទៅតាក់ទងទៅនឹងកាតនីមួយៗនេះដែលបងប្អូនឃើញរង្វង់របស់យើងនេះអញ្ចឹងរង្វង់នេះគេហៅថាអឺទីលានប៉ុណ្ណឹងកណ្ដុរឬក៏ភាសាបច្ចេកទេសគេហៅថា rate race អញ្ចឹងអឺអឺគោលបំណងនៃការលេងរបស់យើងគឺធ្វើយ៉ាងណាដើម្បីឲ្យយើងអាចគេចចេញឬក៏រត់ចេញពីទីលានប៉ុណ្ណឹងកណ្ដុរនេះបានអឺតាមពិតខ្ញុំត្រូវ show បងប្អូនតាក់ទងទៅនឹងកាតនីមួយៗថាតើវាជាអីហើយនៅពេលដែលយើងលេងយើងត្រូវធ្វើដូចម៉េចប៉ុន្តែខ្ញុំគិតថា better យើង learn by practice មានន័យថាយើងចាប់ផ្ដើមលេងបដាហើយយើងរៀនស្គាល់អំពីកាតនីមួយៗនេះបដាអញ្ចឹងនៅពេលដែលយើងលេងយើងត្រូវដឹងថានេះអារូបយន្តហោះនេះវាលោតចំកាតមួយណាយើងនឹងធ្វើការបើកកាតនោះហើយវានឹងប្រាប់យើងអំពីព័ត៌មាននៃកាតនឹងថាតើវាជាអីអញ្ចឹងតិចទៀតយើងនឹងចូលទៅលម្អិតទាំងអស់គ្នាមួយទៀតយើងធ្វើការជ្រើសរើស dream របស់យើងអញ្ចឹង dream មានច្រើនមែនតើនៅក្នុងនេះដែលបងប្អូនអាចធ្វើការជ្រើសរើសបានណាជាទូទៅនៅពេលដែលលេងហ្គេមនេះវានឹងឮសំឡេងអញ្ចឹងខ្ញុំអាចធ្វើការបិទសំឡេងយើងបិទឡើងនេះបានអញ្ចឹងហ្គេម let's say ថាខ្ញុំជ្រើសរើសហ្គេមមួយនេះទៅតាក់ទងទៅនឹងយើងចង់លេងកីឡាវាយកូនហ្គោលជុំវិញពិភពលោកជាមួយនឹងមិត្តភ័ក្តិរបស់យើងចំនួន3នាក់ដោយយើងធ្វើការជិះជាមួយនឹង First Class មានន័យថាយើងជិះយន្តហោះ First Class សម្រាប់នៅប្រភេទ Five Star Resort ហើយហ្នឹងហើយដើរលេង golf នឹង around the world ខ្ញុំជ្រើសរើសនេះគឺតួនាទីខ្ញុំនឹងជាបុគ្គលិកគេហៅថាbusiness managers ហើយ salary របស់ខ្ញុំហ្នឹងគឺ4,600ប៉ុន្តែបច្ចុប្បន្នគឺខ្ញុំមានតែ400ឯងនៅក្នុង saving របស់ខ្ញុំមានន័យថាខ្ញុំត្រូវចាប់ផ្ដើមជាមួយនឹងលុយ$400ហើយខ្ញុំធ្វើយ៉ាងណាត្រូវវិនិយោគលុយហ្នឹងឬក៏ leverage លុយហ្នឹងដើម្បីឲ្យខ្ញុំអាចក្លាយទៅជាអ្នកមានឬក៏អាចនិយាយបានថារត់ចេញពីទីលានប៉ុណ្ណឹងកណ្ដុរដែលគ្រាន់តែរស់ដោយពឹងផ្អែកទៅលើប្រាក់ខែពីមួយខែទៅមួយខែណាបាទអញ្ចឹងយើងនឹងជ្រើសរើសក្តីសុបិនហ្នឹងហើយមួយទៀតចំណុចសំខាន់មួយដូចជម្រាបជូនបងប្អូនចឹងថាយើងត្រូវដឹងអំពីfinancial statement ហើយ financial statement ហ្នឹងយើងត្រូវដឹងអំពីធាតុធំៗចំនួន4ទៀតទី1តកតងទៅនឹង income អញ្ចឹងរាល់ចំណូលទាំងអស់វានឹងត្រូវ record ចូលឡើងនេះអញ្ចឹងបច្ចុប្បន្នដោយសារតែចំណូលរបស់យើងមានបានមកពីតែការងារមួយទេជា business manager អញ្ចឹងវាមានតែកន្លែងនេះមានតែជា business manager salary មួយទេប៉ុន្តែ along the way ទៅមុខទៀតបើសិនជាក្នុងករណីយើង buy stock យើង buy real estate អាជីវកម្មអីមួយទៀតដែលយើង set up ហើយបង្កើតចំណូលឲ្យយើងវានឹងរត់ចូលឡើងនេះអឺ element ទី2តកតងទៅនឹង expense ការចំណាយអញ្ចឹងរាល់ចំណាយទាំងអស់ដែលយើងធ្វើការចាយប្រចាំខែវាក៏នឹង record ចូលនៅក្នុងកន្លែងនេះ table ឡើងនេះអញ្ចឹងបើបងប្អូនមើលបច្ចុប្បន្នចំណាយរបស់ខ្ញុំមានទៅលើពន្ធមានទៅលើបង់ថ្លៃផ្ទះប្រចាំខែបង់ទៅលើថ្លៃរំលោះឡានប្រចាំខែ credit card retail payment ហើយនឹងអាចចំណាយរ៉ាយរងអីផ្សេងៗណាcloud ឡើងនេះឬក៏ element ឡើងនេះគឺ asset គេខ្មែរយើងគេហៅថាទ្រព្យអញ្ចឹងទ្រព្យគឺជាអីដែរជួយបង្កើនចំណូលឲ្យយើងអញ្ចឹងតួនាទីរបស់យើងធ្វើម៉េចបង្កើតទ្រព្យឲ្យបានច្រើនដើម្បីឲ្យយើងមានចំណូលកាន់តែច្រើនដើម្បីយើងអាចរត់ចេញពីទីលានប៉ុណ្ណឹងកណ្ដុរបានប៉ុន្តែបច្ចុប្បន្នយើងអត់មានអីនៅក្នុងខ្លួនតិចទេទ្រព្យអត់មានទេប៉ុន្តែបើសិនជាកលេចមើល element ចុងក្រោយរបស់យើងទៅលើបំណុលណា liability នេះគឺច្រើនមែនតើថ្លៃផ្ទះនៅជាពាក់គេ75,000ឡាននៅខ្វះគេ6,000 credit card 3,000ចំណាយរ៉ាយរងអីផ្សេងៗទៀតគឺ$1,000ហើយreal estate អីផ្សេងៗបំណុលអីហ្នឹងបច្ចុប្បន្នអត់ទាន់មានទេអញ្ចឹងនៅក្នុង financial statement នេះក៏បាន summary ឲ្យយើងដែរប្រចាំខែចំណូលរបស់យើងមាន4,600ហ្នឹងបានមកពីនេះបើមានចំណូលអីផ្សេងទៀតវានឹងកត់ចូលឡើងនេះហើយវានឹង increase នៅឡើងនេះដូចគ្នាចំណាយរបស់យើង$2,870អញ្ចឹងរៀងរាល់នៅថ្ងៃបើកប្រាក់ខែលុយយើងបន្ទាប់ពីផាត់ចំណាយអីហើយគឺនៅសល់តែ1730ទេណាបាទអញ្ចឹងតួនាទីរបស់យើងធ្វើម៉េចបង្កើតអា passive income នេះឲ្យបានច្រើនរហូតពីដើមដល់នេះពេញយើងនឹងអាច get out of the red race របស់យើងហើយ
ឥឡូវយើងចាប់ផ្ដើមលេងហ្គេមរបស់យើងតែម្ដង។